បាទសូមគោរពនឹងជម្រាបសួរលោកអ្នកនាងដែលកំពុងតែបើកស្ដាប់ជាមួយនឹងការផ្សាយពីស្ថានីយ៍វិទ្យុ VO FM 105.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញ 102.5 ខេត្តបរសៃហនុ 88 FM ខេត្តបាត់ដំបងនិងផ្សាយបន្តផ្ទាល់88 FM ខេត្តសៀមរាបខ្ញុំបាទសាវិសាលដែលជាអ្នកដឹកនាំនៃកម្មវិធីព័ត៌មានរួមជាមួយនឹងសាការីរីករាយនឹងវិលមកជួបលោកអ្នកនាងសាជាថ្មីនៅក្នុងកម្មវិធីព័ត៌មានរយៈពេល1ម៉ោងសម្រាប់ថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2014នេះហើយមុននឹងជម្រាបជូនជាមួយនឹងព័ត៌មានពិស្ដាជាដំបូងនេះខ្ញុំបាទសូមជូនមេត្តាព័ត៌មានជាមុនសិនអង្គភាពប្រឆាំងអំពើពុករលួយច្រានចោលបណ្ដឹងអនាមិកសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជានឹងដឹកនាំក្បួនធម្មយាត្រា5ថ្ងៃជាប់គ្នាពីថ្ងៃទី5ដល់ថ្ងៃទី10ខែធ្នូខាងមុខអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រកាសឲ្យមន្ត្រីបង្ហាញខ្លួនចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែធ្នូលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយបញ្ហាកម្មកររោងចក្រជីមលីមានពន្លឺខណៈដែលកោតកម្មឈានដល់សប្តាហ៍ទី2លោកហេងសំរិនពេញចិត្តនឹងគាំទ្រឲ្យមានបកប្រឆាំងក្នុងសភាដើម្បីរិះគន់ក្នុងន័យស្ថាបនាដោយឡែកព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិវិញគឺរដ្ឋាភិបាលមីយ៉ាន់ម៉ាចោទក្រុមប្រដាប់អាវុធជនជាតិភាគតិចពីការវាយប្រហារឥណ្ឌាបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងរដ្ឋកាស្មៀរអង្គការសហប្រជាជាតិថាស្ថិតិនៃការជួញដូរកុមារនៅទូទាំងពិភពលោកនៅតែកើនឡើងព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានជាតិលោកនាងជាទីមេត្រីយើងមកផ្ដើមព្រឹត្តិការណ៍ព័ត៌មានជាតិជាដំបូងគឺតាក់ទងទៅនឹងបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល2ថ្ងៃរួចមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយកាលពីវេលាម៉ោង4រសៀលថ្ងៃទី25ខែវិច្ឆិកាអ្នកដែលទៅទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីនៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមានលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសុកអានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀតសូមបញ្ជាក់ផងដែរថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី8ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជាឡាវវៀតណាមកាលពីថ្ងៃទី24ដល់ថ្ងៃទី25ខែវិច្ឆិកានៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្រៅពីទទួលបានពីបណ្ដឹងអនាមិកមួយចំនួនអង្គភាពប្រឆាំងអំពើពុករលួយបានចុះពិនិត្យនិងស្រាវជ្រាវពីភាពមិនប្រក្រតីមួយចំនួនដែលកើតមាននៅក្នុងមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យព្រះអង្គឌួងរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានច្រានចោលបណ្ដឹងអនាមិកដែលរាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ចេនសុចិតាលំអិតព័ត៌មាននេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2014បានឲ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបានច្រានចោលពាក្យបណ្ដឹងអនាមិកដែលរាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនកើតមាននៅក្នុងមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យអង្គឌួងថាជាបណ្ដឹងដែលគ្មានមូលដ្ឋានច្បាស់លាស់ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានបញ្ជាក់ពីបណ្ដឹងអនាមិកដែលរាយការណ៍មកថាមានភាពមិនប្រក្រតីមួយចំនួនកើតមានឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យព្រះអង្គឌួងដោយពាក់ព័ន្ធនឹងការយកថ្លៃសេវាផ្សេងៗដោយមិនមានបិទតារាងតម្លៃសេវាឲ្យបានត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យទាំង3ខាងលើនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលក៏បានឲ្យដឹងទៀតថាក្រោយពីបានស្រាវជ្រាវនិងពិនិត្យការបំភ្លឺពីមន្ទីរពេទ្យទាំង3រួចមកអង្គភាពប្រឆាំងអំពើពុករលួយយល់ថាការចាត់ប្រកាន់ខាងលើមិនមានមូលដ្ឋានច្បាស់លាស់ដើម្បីបើកការស៊ើបអង្កេតនោះទេព្រោះថាមន្ទីរពេទ្យទាំង3នេះសុទ្ធតែបិទតារាងតម្លៃសេវាទៅតាមកន្លែងពិនិត្យជំងឺទាំងអស់ដោយឡែករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដល់មន្ត្រីរាជការក្របខ័ណ្ឌនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមេធាវីចៅក្រមក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈថ្នាក់ដឹកនាំគណៈបកនយោបាយនិងមុខងារជារាជការក្នុងមុខងារសាធារណៈឲ្យចូលរួមនៅអគ្គលេខាធិការដ្ឋានរដ្ឋសភារយៈពេល3ថ្ងៃចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែធ្នូរៀងរាល់ម៉ោងធ្វើការនេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាសេចក្តីជូនដំណឹងដដែលបានបន្តថាការបង្ហាញខ្លួននៅអគ្គលេខាធិការដ្ឋានរដ្ឋសភាគឺធ្វើឡើងដើម្បីពិភាក្សាជាមួយនឹងអគ្គលេខាធិការដ្ឋានរដ្ឋសភាស្តីពីនិយត្តកម្មអាជីពរបស់ខ្លួនប្រភពដដែលបានបន្តថាប្រសិនបើមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមិនបានបង្ហាញខ្លួនតាមការកំណត់ទេនោះអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងចាត់វិធានការតាមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រមនីតិបញ្ញត្តិនិងលិខិតបទដ្ឋានគតិយុត្តជាធរមានព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM
ដែលឡែកក្នុងឱកាសអបអរសាទរខួបលើកទី25នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកុមារយុវតីស្រីសួរដែលតំណាងឲ្យកុមារនៅក្នុងប្រទេសកម្ពុជាទាំងមូលបានប្រគល់ជូននៅសេចក្តីថ្លែងការណ៍ទៅកាន់លោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រីកម្ពុជាឲ្យរៀបចំពីសំណើសុំរបស់កុមារកម្ពុជាទៅរាជរដ្ឋាភិបាលដើម្បីចាត់វិធានការជាបន្ទាន់ក្នុងការធានាឲ្យបានថាកុមារគ្រប់រូបគឺទទួលបានសិទ្ធិជាចម្បងរាយការណ៍ព័ត៌មាននេះដោយអឿនភីរ៉ាសិទ្ធិកុមារគឺជាសិទ្ធិមួយដែលមានការយកចិត្តទុកដាក់ជាពិសេសទៅលើសិទ្ធិការពារការថែទាំឲ្យបានត្រឹមត្រូវរួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍ជាមួយការថែទាំពីឪពុកម្ដាយផ្ដល់អាហារជាប្រចាំការអប់រំការថែទាំសុខភាពនិងការការពារច្បាប់រំលោភបំពានលើកុមារការការពារអាយុជីវិតនិងការអភិវឌ្ឍរបស់កុមារក្នុងឱកាសអបអរសាទរខួបលើកទី25ឆ្នាំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកុមារដែលជាទិវាដ៏មានសារៈសំខាន់បំផុតសម្រាប់កុមារកម្ពុជាយុវតីស្រីសួរដែលជាតំណាងឲ្យកុមារទូទាំងប្រទេសកម្ពុជាបានប្រគល់ជូននៅសេចក្តីថ្លែងការណ៍មួយទៅកាន់លោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រីកម្ពុជាដែលរៀបរាប់ពីសំណើស្នើសុំរបស់កុមារកម្ពុជាទៅដល់រាជរដ្ឋាភិបាលដើម្បីឲ្យចាត់វិធានការជាបន្ទាន់ក្នុងការធានាឲ្យបានថាកុមារគ្រប់រូបទទួលបានសិទ្ធិជាចម្បងក្នុងសេចក្តីថ្លែងការណ៍មួយនេះគឺធ្វើឡើងដោយឆ្លងតាមរយៈវេទិកាកុមារនិងអ្នកធ្វើគោលនយោបាយកាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2014កន្លងមកដែលផ្ដោតជាពិសេសទៅលើការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិកុមារជាពិសេសការផ្ដល់ឲ្យកុមារក្នុងការចូលរួមនៅសកម្មភាពក្នុងសង្គមក្រៅពីនេះយុវតីស្រីសួរដែលជាតំណាងកុមារកម្ពុជាបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាបន្តការយកចិត្តទុកដាក់ដល់កុមារគ្រប់រូបដោយផ្ដល់ការការពារឲ្យរួចផុតពីការប្រើប្រាស់អំពើហិង្សាលើកុមារគ្រប់រូបភាពដើម្បីឲ្យកុមារទទួលបាននូវការសិក្សាអប់រំដើម្បីឲ្យក្លាយជាធនធានដែលមានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្មករនិងភាគីថៅកែរោងចក្រជីមលីមានពន្លឺឆ្ពោះទៅរកភាពត្រូវរើគ្នាហើយបន្ទាប់ពីការធ្វើកតកម្មបានជាងមួយសប្តាហ៍ភាពត្រូវរើគ្នាគឺដោយសារតែថៅកែរោងចក្របានយល់ព្រមនៅលក្ខខណ្ឌមួយចំនួនដែលកម្មករស្នើសុំយ៉ាងណាក៏ដោយនេះគ្រាន់តែជាពន្លឺមួយដែលឈានទៅរកការត្រូវរើគ្នាតែប៉ុណ្ណោះពីព្រោះនៅមានចំណុចផ្សេងទៀតដែលថៅកែរោងចក្រមិនទាន់សម្រេចដែលធ្វើឲ្យកម្មករមានការស្ទាក់ស្ទើរចិត្តក្នុងការទទួលយកលេងដេតរាយការណ៍ព័ត៌មាននេះជំនួបតំណាងកម្មកររវាងភាគីថៅកែរោងចក្រជីមលីនៅថ្ងៃទី25ខែវិច្ឆិកានេះបានចេញពន្លឺថ្មីមួយហើយដែលអាចនឹងឈានដល់ការត្រូវរើគ្នាហើយបន្ទាប់ពីកតកម្មកម្មកររោងចក្រជីមលីឈានដល់សប្តាហ៍ទី2ថៅកែរោងចក្របានយល់ព្រមលើសំណើរបស់កម្មករមួយចំនួនជំវិញការធ្វើកតកម្មទាមទារអស់ពីសប្តាហ៍កន្លងមកនេះតែយ៉ាងណាក៏ដោយនៅមានចំណុចខ្លះដែលភាគីកម្មកររោងចក្រនៅមិនយល់ស្របដោយសារតែថៅកែរោងចក្រមិនទាន់បានសម្រេចនៅឡើយដោយសាររងចាំជួបគ្នាម្ដងទៀតនៅថ្ងៃទី26ខែវិច្ឆិកានេះថ្លែងប្រាប់វិទ្យុ VO FM នៅថ្ងៃទី25ខែវិច្ឆិកានេះលោកប៉ៅសេនាប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានដឹងថាលទ្ធផលជំនួបនៃតំណាងកម្មកររោងចក្រនិងភាគីក្រុមហ៊ុនឃើញមានចំណុចវិជ្ជមានច្រើនដែលកម្មករអាចទទួលយកបានលោកថាកម្មករទាមទារឲ្យដករដ្ឋបាលនិងប្រាក់ថ្លៃបាយតែភាគីក្រុមហ៊ុននៅរក្សាជំហរការចរចាជាច្រើនមកយើងឃើញថាគាត់ថាវាមានផលវិជ្ជមានមួយចំនួនតែគាត់ថាផលវិជ្ជមាននោះវាជាចំណុចដែលកម្មករមិនទាន់អាចទទួលយកបានយើងឃើញថាពាក់ព័ន្ធទៅនឹងការដករដ្ឋបាលក្រុមហ៊ុនគេអត់ព្រមដកហើយទី2គឺកម្មករស្នើសុំឲ្យក្រុមហ៊ុនចង់ផ្លាស់ប្ដូរម៉ោងវិញហ្នឹងគឺក្រុមហ៊ុននៅតែរក្សាចំហដដែលហើយកម្មករអត់យល់ព្រមហើយមួយទៀតពាក់ព័ន្ធនឹងលុយបាយថ្ងៃត្រង់ក្រុមកម្មកររក្សាចំហពី1000រៀលក្នុងមួយថ្ងៃយកជួឲ្យតែ1000រៀលទេយើងឃើញនៅចំណុចមួយចំនួនដែលអត់ត្រូវគ្នាអញ្ចឹងហើយវាគ្រាន់ជារូបភាពមួយដែលយើងមើលទៅឃើញថាការចរចានោះវាឃើញថាវាគាត់ថាវាមានជាវិជ្ជមានផលវិជ្ជមានមួយចំនួនបើធៀបនឹងរយៈពេលប្រហែលថ្ងៃមុនជាការកត់សម្គាល់ពន្លឺនៃការត្រូវរើគ្នារវាងភាគីទាំងពីរកើតមានឡើងក្រោយពីកម្មកររោងចក្រជីមលីនៅថ្ងៃទី21ខែវិច្ឆិកាបានប្រមូលផ្ដុំគ្នាហែក្បួនដាក់ញត្តិនៅមុខរដ្ឋសភាដើម្បីស្នើគណៈកម្មការទី1និងគណៈកម្មការទី8នៃរដ្ឋសភាជួយដោះស្រាយបញ្ហារបស់កម្មករនិយោជិតសូមបញ្ជាក់ថាសំណើ9ចំណុចរបស់កម្មកររោងចក្រជីមលីរាប់រយនាក់ត្រូវបានលើកយកមកពិភាក្សានោះគឺទី1សូមឲ្យរោងចក្រផ្ដល់លុយបាយ2000រៀលក្នុងមួយថ្ងៃទី2ផ្ដល់ប្រាក់ថ្លៃធ្វើដំណើរស្នាក់នៅ$15ក្នុងមួយខែទី3សូមឲ្យក្រុមហ៊ុនទទួលយកជាងម៉ាស៊ីនដែលគេបញ្ឈប់ពីការងារចូលធ្វើការវិញទី4ផ្ដល់លុយព្រីម$18ក្នុងមួយខែទី5ផ្ដល់អាទិភាពឲ្យស្ត្រីមានផ្ទៃពោះសម្រាប់កូនរយៈពេល3ខែទី6ទាមទារឲ្យមានកន្លែងចតកង់ម៉ូតូឲ្យបានត្រឹមត្រូវទី7អនុវត្តដោយគោលការណ៍ចាស់ទី8សូមឲ្យក្រុមហ៊ុនបើកលុយ 5% ចំនួន3ខែម្ដងនៅពេលបញ្ចប់កិច្ចសន្យាកម្មករនិយោជិតនិងទី9ស្នើសុំដកប្រធានរដ្ឋបាលឈ្មោះសិទ្ធចេញពីរោងចក្រ
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កានាពេលខាងមុខនេះក្នុងដំណើរទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីចុះហត្ថលេខាលើអនុសារណៈជាមួយគ្នាស្ដីពីការពិភាក្សាលើវិស័យទេសចរកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនេះបើតាមការបញ្ជាក់ដឹងពីសំណាក់លោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារាយការណ៍ព័ត៌មាននេះដោយឆេងសូរិយាក្រោយពីជំនួបរវាងលោកប៉ានាយករដ្ឋមន្ត្រីហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយនឹងលោកសានថាគូទីកូដាឯកអគ្គរដ្ឋទូតនៃប្រទេសស្រីលង្កាប្រចាំនៅប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី24ខែវិច្ឆិការួចមកនៅក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅបំពេញទស្សនកិច្ចនៅស្រីលង្កាផងដែរលោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដឹងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រុងនៅបំពេញទស្សនកិច្ចនៅស្រីលង្កានាពេលឆាប់ខាងមុខនេះដំណើរទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីចុះហត្ថលេខាលើអនុសារណៈយោគយល់ជាមួយគ្នាស្ដីពីការពិភាក្សាទៅលើវិស័យទេសចរកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរគូរំលឹកឲ្យដឹងថាកាលពីឆ្នាំ2006នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាធ្លាប់បានបំពេញទស្សនកិច្ចមកប្រទេសកម្ពុជាម្ដងរួចមកហើយលោកកុយគួងបានមានប្រសាសន៍បន្តថានៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្រីលង្កានាពេលឆាប់ខាងមុខនេះគឺធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោកបនាយករដ្ឋមន្ត្រីហៅណាំហុងទៅបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កាកាលពីពេលថ្មីនេះយើងមកចាប់អារម្មណ៍ពីព័ត៌មានតាក់ទងជាមួយនឹងកម្ពុជាឡាវវិញម្ដងគឺកម្ពុជាឡាវបានឯកភាពគ្នាសាងសង់ស្ពានឆ្លងកាត់ទន្លេពៅដែលជាទន្លេជាប់ព្រំដែននៃប្រទេសទាំងពីរការសម្រេចនេះគឺបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅចូលរួមកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី8នៅក្នុងទីក្រុងវៀងច័ន្ទនៃប្រទេសឡាវរាយការណ៍ព័ត៌មានលម្អិតដោយសុផាន់វេហានៅក្នុងជំនួបរវាងលោកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងលោកថងស៊ីងថាំម៉ាវងនាយករដ្ឋមន្ត្រីឡាវកាលពីថ្ងៃទី24ខែវិច្ឆិកាបានឯកភាពគ្នាសាងសង់ស្ពានឆ្លងកាត់ទន្លេពៅដែលជាទន្លេជាប់ព្រំដែននៃប្រទេសទាំងពីរនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP ចេញផ្សាយនៅថ្ងៃទី25ខែវិច្ឆិកាយោងតាមទីភ្នាក់ងារសារព័ត៌មានដដែលបានបង្ហាញថាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានស្នើឲ្យក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាឡាវសិក្សាស្រាវជ្រាវឲ្យបានហ្មត់ចត់មុននឹងសាងសង់ស្ពានឆ្លងកាត់ទន្លេព្រំដែននេះក្នុងកិច្ចជំនួបពិភាក្សារវាងប្រទេសទាំងពីរលោកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ភាគីទាំងពីរបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានិងឡាវឲ្យមានការកើនឡើងពីចំនួន120នាក់រហូតដល់150នាក់ក្នុងពេលខាងមុខជាការឆ្លើយតបនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាលោកថងស៊ីងថាំម៉ាវងនាយករដ្ឋមន្ត្រីឡាវបានយល់ព្រមនឹងសំណើនេះដោយឲ្យក្រសួងការបរទេសរៀបចំឯកសារក្នុងការដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតនៃប្រទេសទាំងពីរគួរបញ្ជាក់ថាការសម្រេចឯកភាពគ្នាសាងសង់ស្ពានឆ្លងកាត់ទន្លេព្រំដែននៃប្រទេសទាំងពីរនេះបានធ្វើឡើងបន្ទាប់ពីលោកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានទៅចូលរួមកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី8នៅទីក្រុងវៀនច័ន្ទនៃប្រទេសឡាវដល់ឡែកនៅក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាជាមួយនឹងលោកវៀងតាំងយុងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី24ខែវិច្ឆិកានៅទីក្រុងវៀងច័ន្ទប្រទេសឡាវលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញលោកនាយករដ្ឋមន្ត្រីវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី22ដល់ថ្ងៃទី24ខែធ្នូខាងមុខនេះបើតាមការបញ្ជាក់នៅលើទំព័រ Facebook លោកកឹមគុណវត្តអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាគូបញ្ជាក់ផងដែរថាក្នុងជំនួបនោះផងដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានស្នើដល់ភាគីវៀតណាមជំរុញការសាងសង់កំណត់ផ្លូវជាតិលេខ78ដែលនៅសេសសល់ឲ្យបានរួចរាល់ដើម្បីចូលរួមចំណែកដល់ការតភ្ជាប់លើមធ្យោបាយធ្វើដំណើររវាងប្រទេសទាំងពីរកម្ពុជាវៀតណាមនិងក៏ដើម្បីសម្រាប់តភ្ជាប់ការអភិវឌ្ឍប្រទេសនៅតំបន់ត្រីកោណដែលមានប្រទេសកម្ពុជាវៀតណាមនិងប្រទេសឡាវផងដែរព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM បើយើងនៅមិនទាន់ទៅណាឆ្ងាយអំពីព័ត៌មានតាក់ទងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាននៅឡើយនោះទេគឺនៅព្រឹកថ្ងៃទី25ខែវិច្ឆិកានេះឯកអគ្គរដ្ឋទូតកុយវ៉ែតប្រចាំនៅកម្ពុជាបានចូលជួបពិភាក្សាជាមួយនឹងលោកហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាការកត់សម្គាល់ក្នុងជំនួបពិភាក្សានេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីររាយការណ៍ព័ត៌មានលម្អិតដោយអាំតាលោកហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាជាមួយលោកឌីរ៉ាណាសេអាល់តូវិចសារីឯកអគ្គរដ្ឋទូតកុយវ៉ែតប្រចាំនៅកម្ពុជានៅថ្ងៃទី25ខែវិច្ឆិកានៅក្នុងកិច្ចពិភាក្សានោះប្រទេសទាំងពីរបានបន្តប្រាជ្ញាជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម OIC នៅក្នុងជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រីហៅណាំហុងបានសង្កត់ធ្ងន់ថានៅកម្ពុជាមានស
មាគមខ្មែរអ៊ីស្លាមដែលមានចំនួនពី50,000 ទៅ 60,000 នាក់ដែលបានគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលហើយរដ្ឋាភិបាលក៏មានគោលនយោបាយល្អចំពោះសមាគមខ្មែរអ៊ីស្លាមនៅកម្ពុជាផងដែរទើបរាជរដ្ឋាភិបាលចង់ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមរវាងកម្ពុជាជាមួយនឹងប្រទេសជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម OIC ដោយឡែកលោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសក៏បានមានប្រសាសន៍ថានៅក្នុងជំនួបពិភាក្សាទ្វេភាគីបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងអង្គការអ៊ីស្លាមដែលមានប្រទេសជាសមាជិកចំនួន57ប្រទេសនិងប្រទេសអង្កេតការចំនួន5គូបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជានិងរដ្ឋគុយវ៉ែតបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅឆ្នាំ1994បន្ទាប់មកប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីជាមួយគ្នាហើយនាយករដ្ឋមន្ត្រីគុយវ៉ែតបានមកបំពេញទស្សនកិច្ចមកកម្ពុជានៅឆ្នាំ2008ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបំពេញទស្សនកិច្ចជាផ្លូវការនៅគុយវ៉ែតកាលពីឆ្នាំ2009គួររំលឹកថាប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាលើអនុសារណៈនៃការយោគយល់ MOU លើឯកសារប្រមាណ10រួចមកហើយដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងផ្នែកវិស័យពាណិជ្ជកម្មវិនិយោគទេសចរឲ្យមានការកើនឡើងស្របតាមទំហំនៃទំនាក់ទំនងការទូតល្អជាមួយគ្នាបាទយើងនៅមិនទាន់ទៅណាឆ្ងាយអំពីព័ត៌មានជាតិនៅឡើយនោះទេគឺស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានចូលរួមវិភាគទានចំនួន$20 លានអូស្ត្រាលីស្មើប្រហែលជា$17 លានសហរដ្ឋអាមេរិកដើម្បីចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនៅកម្ពុជាការចូលរួមវិភាគទាននេះគឺធ្វើឡើងនៅក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី25វិច្ឆិការាយការណ៍ព័ត៌មានលម្អិតដោយគួនសម្បូរដែលមើលឃើញពីឥទ្ធិពលអវិជ្ជមាននៃអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រីនៅកម្ពុជារដ្ឋាភិបាលអូស្ត្រាលីសម្រេចចូលរួមវិភាគទានជាទឹកប្រាក់ប្រមាណជាង$17 លានដើម្បីបញ្ចប់អំពើហិង្សាទៅលើស្ត្រីនៅកម្ពុជានេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី25ខែវិច្ឆិកានេះសេចក្តីប្រកាសព័ត៌មានដដែលបានបន្តទៀតថាប្រទេសកម្ពុជាមានស្ត្រី1/4បានជួបប្រទះទៅនឹងការបំពានរាងកាយនិងផ្លូវភេទនៅក្នុងជីវិតរបស់ពួកគាត់អន្តរជាតិបានបង្ហាញថាយើងអាចផ្លាស់ប្ដូរជាការចាំបាច់ក្នុងការបង្ការអំពើហិង្សាទាំងអស់នេះទៅលើស្ត្រីនិងកុមារដើម្បីដោះស្រាយបញ្ហានេះយើងត្រូវគប្បីធ្វើការផ្លាស់ប្ដូរឥរិយាបថនិងអាកប្បកិរិយាដែលអាចរក្សាចិត្តចេះថ្លឹងថ្លែងចេះអត់ឱនសន្តោសដើម្បីបញ្ជៀសអំពើហិង្សាសេចក្តីប្រកាសដដែលបានបន្តទៀតថាការសិក្សាស្រាវជ្រាវបានរកឃើញមានអំពើហិង្សាទៅលើស្ត្រីមិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ទៅដល់ស្ត្រីដែលផ្ទាល់នោះទេប៉ុន្តែដល់កូនចៅក្រុមគ្រួសារនិងសហគមន៍ហើយក៏ដាក់បន្ទុកទៅលើសេដ្ឋកិច្ចនិងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍជាតិប្រកបទៅដោយនិរន្តរភាពថែមទៀតផងដែរដើម្បីទប់ស្កាត់នឹងបញ្ហានេះប្រទេសអូស្ត្រាលីបានសហការជាមួយដៃគូជាតិនិងអន្តរជាតិនានាដើម្បីផ្តល់សេវាកម្មផ្នែកសុខាភិបាលផ្លូវចិត្តជំរកសិក្សាអប់រំនិងផ្លូវច្បាប់ដល់ស្ត្រីនិងកុមារដែលរងគ្រោះដោយអំពើហិង្សាសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្នស្ត្រីនិងកុមារចំនួន500នាក់បានទទួលផលប្រយោជន៍ពីជំនួយនេះគូបញ្ជាក់ថាកាលពីដើមឆ្នាំ2014រដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយសហការគ្នាដោះស្រាយបញ្ហានេះនិងដើម្បីផ្លាស់ប្ដូរចរិតមនុស្សក្នុងគោលបំណងទប់ស្កាត់ការកើតមានអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រីដើម្បីឲ្យពួកគេមានអារម្មណ៍ទទួលបាននូវសុវត្ថិភាពក្នុងសង្គមកាលពីពេលថ្មីនេះក្រសួងរាយនឹងធម្មពលបានបង្កើតក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយក្នុងក្រុមការងារនោះគឺមានសមាជិកចំនួន5នាក់ដែលនៅក្នុងនោះគឺមានលោកមេងសាធិរាជាប្រធានក្រុមជាការកត់សម្គាល់កាលពីពេលថ្មីនេះមិនថាតែក្រសួងរាយនឹងធម្មពលនោះទេដែលបង្កើតក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយក៏មានក្រសួងសំខាន់ជាច្រើនទៀតក៏បានបង្កើតនៅក្រុមការងារនេះដើម្បីទប់ស្កាត់ក៏ដូចជាប្រឆាំងនឹងអំពើពុករលួយផងដែរតែក្រសួងរាយនឹងធម្មពលជាពិសេសគឺក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយមានផែនការយ៉ាងដូចម្តេចខ្លះដើម្បីទប់ស្កាត់និងកម្ចាត់អំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួនហើយថាតើក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយនេះមានតួនាទីសំខាន់អ្វីខ្លះដើម្បីលម្អិតព័ត៌មាននេះឲ្យកាន់តែច្បាស់សូមលោកនាងស្ដាប់កិច្ចសម្ភាសន៍រវាងឆេងសូរិយាជាមួយនឹងលោកមេងសាធិរាប្រធានក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយនៅក្នុងស្ថាប័នក្រសួងរាយនឹងធម្មពលបាទយើងនឹងវិលមកលម្អិតព័ត៌មាននេះនៅក្នុងនេតិហេតុការណ៍សំខាន់នាពេលបន្តិចទៀតនេះដែលមានកិច្ចសម្ភាសន៍រវាងឆេងសូរិយាជាមួយនឹងលោកមេងសាធិរាប្រធានក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរាយនឹងធម្មពលព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VOFM
ដល់ឡែកនៅក្នុងជំនួបជាមួយនឹងលោកមុំរ៉ាឌីតំណាងរាស្ត្រប្រចាំតំបន់ទី18នៃរដ្ឋ Massachusetts រដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិខ្មែរនាព្រឹកថ្ងៃទី25ខែវិច្ឆិកានេះលោកហេងសំរិនប្រធានរដ្ឋសភាបានថ្លែងថាលោកពេញចិត្តនឹងគាំទ្រឲ្យមានបកប្រឆាំងនៅក្នុងរដ្ឋសភាដើម្បីរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែលោកមិនពេញចិត្តនោះទេប្រសិនបើមានបកប្រឆាំងហើយចង់ផ្ដួលរំលំរដ្ឋាភិបាលនោះរាយការណ៍ព័ត៌មាននេះដោយខួនសុភ័ក្រប្រធានរដ្ឋសភាកម្ពុជាលោកហេងសំរិនបានអនុញ្ញាតឲ្យលោកមុំរ៉ាឌីតំណាងរាស្ត្រប្រចាំតំបន់ទី18នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិកដែលមានដើមកំណើតជាខ្មែរចូលជួបសម្ដែងការគូសសំនិងពិភាក្សាការងារនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី25វិច្ឆិកានេះលោកហេងសំរិនបានជម្រាបប្រាប់លោកមុំរ៉ាឌីថារដ្ឋសភាអាណត្តិទី5នេះមានគណៈបកធំៗពីរនោះគឺគណៈបកប្រជាជនកម្ពុជាដែលមាន68អាសនៈនិងគណៈបកសង្គ្រោះជាតិមាន55អាសនៈហើយរដ្ឋសភាបានកំពុងតែដំណើរការល្អជាធម្មតានេះបើតាមការដឹងពីលោកកែពិសិដ្ឋប្រធានខុទ្ទកាល័យលោកហេងសំរិនដែលបានថ្លែងប្រាប់អ្នកកាសែតក្រោយជំនុំនោះលោកកែពិសិដ្ឋបានប្រាប់អ្នកកាសែតឲ្យដឹងបន្តថាលោកហេងសំរិនប្រធានរដ្ឋសភាពេញចិត្តនឹងគាំទ្រឲ្យមានបកប្រឆាំងនៅក្នុងរដ្ឋសភាព្រោះថាគណៈបកប្រឆាំងជាកញ្ចក់ឆ្លុះបញ្ចាំងចំពោះគណៈបកកណ្ដាលអំណាចដែលជាការរិះគន់ដើម្បីស្ថាបនាប៉ុន្តែលោកហេងសំរិនមិនគាំទ្រនោះទេប្រសិនបើមានបកប្រឆាំងដើម្បីផ្ដួលរំលំក៏លោកបន្ថែមថាលោកពេញចិត្តនឹងគាំទ្រដែលឲ្យមានគណៈបកប្រឆាំងព្រោះថាគណៈបកប្រឆាំងហ្នឹងគឺថាជាកញ្ចក់កញ្ចក់ដែលឆ្លុះបញ្ចាំងពីកញ្ចក់ឆ្លុះបញ្ចាំងឲ្យនៃគណៈបកកណ្ដាលអំណាចណាអាហ្នឹងគឺថាលោកមានប្រសាសន៍ថាប្រឆាំងដែលបែបស្ថាបនាប៉ុន្តែក៏លោកថាមិនគ្រប់គ្រងទេគេថាប្រឆាំងបែបមួយយ៉ាងទៀតគឺប្រឆាំងរបៀបដួលរំលំគឺថារបៀបថាមានគេអត់អញមានអញអត់ឯងអាហ្នឹងគឺថាប្រទេសជាតិនឹងវិវត្តទៅរកប្រវត្តិសាស្ត្រដើមហើយលោកក៏ចង់មានប្រសាសន៍អញ្ចឹងក្នុងជំនុំនោះដែរលោកមុំរ៉ាឌីតំណាងរាស្ត្រប្រចាំតំបន់ទី18នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិកដែលមានដើមកំណើតជាខ្មែរនោះបានថ្លែងអំណរគុណទៅដល់លោកហេងសំរិនដែលបានអនុញ្ញាតឲ្យលោកចូលជួបសម្ដែងការគូសសំនិងពិភាក្សាការងារលោកមុំរ៉ាឌីបានថ្លែងថាក្នុងនាមលោកជាកូនខ្មែរដំបូងដែលជាប់ឆ្នោតជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកនេះលោកនឹងធ្វើឲ្យទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរបន្ថែមទៀតក្រោយពីជួបពិភាក្សាជាមួយនឹងលោកហេងសំរិនលោកមុំរ៉ាឌីបានដើរពិនិត្យមើលអំពីការងារមួយចំនួននៅក្នុងរដ្ឋសភានិងបន្ទប់ប្រជុំពេញអង្គរដ្ឋសភាផងដែរដែលមានការជួយដំណើរពិនិត្យពីសំណាក់លោកឈៀងវុនសមាជិកសភាមកពីគណៈបកប្រជាជនកម្ពុជាបាត់យើងមកបិទបញ្ចប់ព័ត៌មានជាតិតាក់ទងជាមួយនឹងលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឆ្លើយតបទៅលោកប៉ុលហំប្រធានគណៈកម្មការទី3នៃរដ្ឋសភាថាក្រសួងបរិស្ថានបានរៀបចំថវិកាប្រមាណជា$5លានសហរដ្ឋអាមេរិកសម្រាប់ផ្ដល់ជូនដល់អាជ្ញាធរថ្នាក់មូលដ្ឋានក្នុងកម្រិតខេត្តក្រុងដើម្បីចាត់ចែងគ្រប់គ្រងទៅលើការប្រមូលកាកសំណល់សម្រាមផ្សេងៗនៅឆ្នាំ2015ខាងមុខរាយការណ៍ព័ត៌មាននេះដោយគូនសម្បូរលោកសៃសំអានរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រជុំសួរដេញដោលគ្នាជាមួយលោកប៉ុលហំប្រធានគណៈកម្មការទី3នៃរដ្ឋសភាកម្ពុជាមកពីគណៈបក្សសង្គ្រោះជាតិតាក់ទងទៅនឹងបញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជានៅរដ្ឋសភាកាលពីថ្ងៃទី24ខែវិច្ឆិកានេះលោកសៃសំអានរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ក្រោយជំនួបសួរដេញដោលជាមួយគណៈកម្មការទី3នៃរដ្ឋសភាថាបច្ចុប្បន្នក្រសួងកំពុងធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាចំនួន$5,000លានសម្រាប់ផ្ដល់ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងកម្រិតខេត្តក្រុងដើម្បីចាត់ចែងគ្រប់គ្រងលើការប្រមូលកាកសំណល់សម្រាមផ្សេងៗទាំងរឹងនិងរាវនៅឆ្នាំ2015ខាងមុខហើយតាក់ទងទៅនឹងការគ្រប់គ្រងសម្រាមនេះខ្ញុំបាទសូមរាយការណ៍ជូនដែរថាក្រសួងបានធ្វើការជាមួយយ៉ាងសិក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីរៀបចំនៅថវិកាបាទថវិកាចំនួន$5លានដែលយើងគិតថាសម្រាប់ឆ្នាំក្រោយនេះគឺសម្រាប់បែងចែកទៅអាជ្ញាធរមូលដ្ឋានបាទរដ្ឋបាលថ្នាក់ក្រោមជាតិកំតែថ្នាក់កម្រិតតែទីប្រជុំជននៅតាមរាជធានីខេត្តតែប៉ុណ្ណោះសិនបាទយើងមិនទាន់អាចធ្វើទៅដល់ថ្នាក់ស្រុកទេតែអាចថាឃើញថាឆ្នាំក្រោយៗទៀតយើងនឹងធ្វើទៅដល់ថ្នាក់ស្រុកតែចំពោះនេះគឺថវិកានេះទៅសម្រាប់ឲ្យអាជ្ញាធរមូលដ្ឋានគឺគាត់យកទៅគ្រប់គ្រងការសំណល់រឹងហើយនឹងរាវនិយាយសាមញ្ញគឺការគ្រប់គ្រងសម្រាមរបស់គាត់ហើយនឹងទឹកលូរបស់គាត់បាទគូបញ្ជាក់ថាកាកសំណល់សម្រាមផ្សេងៗមានដូចជារឹងនិងរាវគឺជាបញ្ហាប្រឈមមួយនៃប្រទេសកម្ពុជាកន្លងមកការប្រមូលសម្រាមក៏មានការរិះគន់ពីប្រជាពលរដ្ឋដែរថាការប្រមូលសម្រាមមិនបានទាន់ពេលវេលាហើយមិនស្អាតផងដែរកាលពីថ្ងៃទី12ខែកញ្ញាកន្លងថ្មីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានអំពាវនាវឲ្យជនរួមជាតិនិងក្រសួងស្ថាប័នពាក់ព័ន្ធជួយថែរក្សាសណ្ដាប់ធ្នាប់ដើម្បីភាពបរិសុទ្ធនៃខ្យល់ដកដង្ហើមនិងគុណភាពនៃបរិស្ថានផងដែរអ៊ីនធឺណិត EasyCom Radio បើលោកអ្នកចូលចិត្តស្ដាប់វិទ្យុដែរឬទេប្រសិនបើលោកអ្នកចូលចិត្តលោកអ្នកអាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុតាមរយៈប្រព័ន្ធអ៊ីនធឺណិត EasyCom ដោយឥតគិតថ្លៃលោកអ្នកអាចស្ដាប់វិទ្យុដែលលោកអ្នកចូលចិត្ត
ដោយចូលទៅកាន់គេហទំព័រ www.easycom.com.kh/live radio សូមជ្រើសរើស logo វិទ្យុណាមួយដែលលោកអ្នកចូលចិត្តហើយចូលរួមស្ដាប់ដោយរីករាយវិទ្យុរបស់លោកអ្នកគ្រប់ទីកន្លែងគ្រប់ពេលវេលា EasyCom សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជាព័ត៌មានអន្តរជាតិបន្ទាប់ពីលោកអ្នកបានតាមដានស្ដាប់ព័ត៌មានជាតិរួចមកហើយនោះបាទជាបន្តសូមមកតាមដានស្ដាប់ព្រឹត្តិការណ៍នៃព័ត៌មានអន្តរជាតិវិញម្ដងព័ត៌មានអន្តរជាតិជាដំបូងគឺនិយាយអំពីប្រទេសមីយ៉ាន់ម៉ាការប៉ះទង្គិចគ្នានៅតែកើតមានឡើងជាបន្តបន្ទាប់រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងទ័ពឯករាជ្យជនជាតិភាគតិចកាជីនបើទោះបីជាភាគីទាំងពីរបានបង្កើតក្រុមសម្របសម្រួលដោះស្រាយជម្លោះក៏ដោយជាមួយបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ដូចនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទប្រកាន់ក្រុមជនជាតិភាគតិចថាបង្កើតសកម្មភាពវាយប្រហារកាន់តែខ្លាំងជាងមុនរាយការណ៍ព័ត៌មាននេះដោយពេញភេងបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានដឹងថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទក្រុមជនជាតិភាគតិចជាកងទ័ពឯករាជ្យកាជីនពាក់ព័ន្ធការបន្តសកម្មភាពវាយប្រហារទៅលើកងរក្សាសន្តិសុខរដ្ឋាភិបាលនៅតាមតំបន់មួយចំនួននៅភាគខាងជើងនៃរដ្ឋកាជីនជាការឆ្លើយតបនឹងសកម្មភាពវាយប្រហាររបស់ក្រុមជនជាតិដើមភាគតិចកាជីននេះកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថាពួកគេបានផ្ញើលិខិតមួយច្បាប់ទៅគណៈកម្មការចរចាចំនួនរបស់ក្រុមទាហានឯករាជ្យកាជីនដើម្បីស្វែងរកការដោះស្រាយបញ្ហាកុំឲ្យភាគីទាំងពីរប៉ះទង្គិចគ្នាតទៅទៀតរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទក្រុមទាហានឯករាជ្យកាជីនថាបានរំខានដល់សកម្មភាពរបស់កងកម្លាំងរដ្ឋាភិបាលជាក់ស្ដែងគឺការពីថ្ងៃទី19វិច្ឆិកានៅពេលដែលក្រុមកងកម្លាំងរដ្ឋាភិបាលកំពុងតែជួសជុលផ្លូវដើម្បីដឹកស្បៀងកងទ័ពជនជាតិដើមកាជីនបានធ្វើសកម្មភាពរារាំងបន្ទាប់មកកងកម្លាំងរដ្ឋាភិបាលក៏បានបាញ់តបតទៅវិញដោយឡែកបើតាមក្រុមកងទ័ពឯករាជ្យកាជីនវិញបានអះអាងថាគឺក្រុមកងកម្លាំងរដ្ឋាភិបាលទេដែលវាយប្រហារលើពួកគេកាលពីថ្ងៃទី19វិច្ឆិកានេះដែរសិក្ខាកាមចំនួន23នាក់ត្រូវបានសម្លាប់និង20នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយកំភ្លើងធំពីកងកម្លាំងរដ្ឋាភិបាលទៅលើសាលាបណ្ដុះបណ្ដាលយោធាមួយកន្លែងនៅជិតវិហាល័យសានៅក្នុងរដ្ឋកាជីនដែលជាទីស្នាក់ការកណ្ដាលរបស់ពួកគេគូរំលឹកដែរថាកងទ័ពភាគីទាំងពីរបានប៉ះទង្គិចគ្នាម្ដងមកហើយកាលពីដើមខែមេសាគឺនៅក្នុងតំបន់3ផ្សេងគ្នាក្នុងរដ្ឋកាជីនដូច្នេះដើម្បីជាការបន្ធូរបន្ថយបញ្ហាកាលពីខែឧសភាឆ្នាំ2014នេះរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមកងទ័ពឯករាជ្យកាជីនបានបង្កើតក្រុមសម្របសម្រួលជម្លោះដើម្បីជាផ្នែកមួយនៃដំណាក់កាលដំបូងក្នុងយន្តការអនុវត្តការត្រួតពិនិត្យរួមគ្នាបន្ទាប់ពីមានការចរចាសន្តិភាពទ្វេភាគីរវាងពួកគេក្រុមសម្របសម្រួលជម្លោះនេះនឹងត្រូវជួបគ្នាជារៀងរាល់ខែតែយ៉ាងណាក៏ដោយការប៉ះទង្គិចគ្នានៅតែកើតមានឡើងជាបន្តបន្ទាប់យើងមកចាប់អារម្មណ៍អំពីប្រទេសឥណ្ឌាវិញម្ដងគឺនៅថ្ងៃអង្គារនេះប្រទេសឥណ្ឌាបានរៀបចំការបោះឆ្នោតមួយដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពគ្រប់គ្រងរដ្ឋកាស្មៀរដែលជារដ្ឋធ្លាប់មានជម្លោះរវាងប៉ាគីស្ថាននិងឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយនោះការបោះឆ្នោតត្រូវបានបែងចែកជា5ដំណាក់កាលហើយលទ្ធផលនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសជាផ្លូវការនាថ្ងៃទី23ខែធ្នូខាងមុខរាយការណ៍ព័ត៌មាននេះដោយអ៊ុនសុកឡារដ្ឋកាស្មៀរដែលត្រូវបានគេដឹងថាជារដ្ឋមួយពោពេញទៅដោយភ្លើងជម្លោះរវាងប៉ាគីស្ថាននិងឥណ្ឌាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅថ្ងៃអង្គារទី25ខែវិច្ឆិកាអំណាចរបស់លោកនាយរដ្ឋមន្ត្រី Narendra Modi បានរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំដើម្បីគ្រប់គ្រងរដ្ឋដែលងាយរងគ្រោះនៃភ្លើងសង្គ្រាមមួយនេះការបោះឆ្នោតជ្រើសរើសមេដឹកនាំគ្រប់គ្រងរដ្ឋកាស្មៀរត្រូវបានគេបែងចែកជា5ដំណាក់កាលដំណាក់កាលដំបូងគឺចាប់ផ្ដើមនៅម៉ោង8ព្រឹកថ្ងៃទី25ខែវិច្ឆិកាក្នុងមណ្ឌលបោះឆ្នោតចំនួន15មណ្ឌលការប្រព្រឹត្តទៅនៃការបោះឆ្នោតដំណាក់កាលទី1នេះបេក្ខភាពគណៈបហារាទីយ៉ាចាណាតាផាធីកំពុងកាន់តំណែងដែលដឹកនាំដោយលោកនាយរដ្ឋមន្ត្រី Narendra Modi ត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងបេះដូងប្រជាជនឥណ្ឌាផងដែរអ្វីដែលគេហ៊ានសន្និដ្ឋានយ៉ាងដូចនេះគឺកាលពីមានការបោះឆ្នោតជ្រើសរើសនាយរដ្ឋមន្ត្រីលោក Narendra Modi ទទួលបានសម្លេងឈ្នះយ៉ាងភ្លុកទឹកភ្លុកដីម្យ៉ាងវិញទៀតការស្លាប់បាត់បង់ជីវិតមនុស្សរាប់រយនាក់ដោយសារគ្រោះធម្មជាតិទឹកជំនន់នៅកាស្មៀរកាលពីខែកញ្ញាឆ្នាំ2014កន្លងទៅថ្មីៗនេះបានធ្វើឲ្យប្រជាជនអស់ជំនឿចិត្តលើការដឹកនាំរបស់អ្នកគ្រប់គ្រងបច្ចុប្បន្នជាការកត់សម្គាល់មុនការបោះឆ្នោតឈានមកដល់គណៈបហារាទីយ៉ាចាណាតាផាធីបានចុះផ្សព្វផ្សាយនៅក្នុងរដ្ឋមីនេះយ៉ាងកក្រឹកកក្រែងដើម្បីទាក់ទាញប្រជាប្រិយភាពដោយគណៈបកនេះបានសន្យាថារដ្ឋកាស្មៀរនឹងទទួលបានសន្តិភាពនិងការអភិវឌ្ឍភាពលេចធ្លោរបស់គណៈបកកំពុងកាន់តំណែងក៏បានទាក់ទាញអ្នកប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោតផងដែរគូបញ្ជាក់ដែរថាការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងរដ្ឋចំនួនកាស្មៀរដែលស្ថិតនៅព្រំដែនប៉ាគីស្ថាននិងឥណ្ឌាធ្វើឡើងជា5ដំណាក់កាល
នៅថ្ងៃទី25ខែវិច្ឆិកាគឺជាការបោះឆ្នោតដំណាក់កាលទី1បើមិនមានអ្វីប្រែប្រួលទេលទ្ធផលនឹងត្រូវប្រកាសជាសាធារណៈនៅថ្ងៃទី23ខែធ្នូឆ្នាំ2014ខាងមុខសកម្មភាពជួញដូរកុមារបានកើនឡើង 5% ចាប់តាំងពីឆ្នាំ2010ជាមួយស្ត្រីនិងកុមារត្រូវបានបញ្ជាក់ថាមាន 70% នៃចំនួនជនរងគ្រោះសរុបទូទាំងពិភពលោកនេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មពេញភេងលំអិតព័ត៌មាននេះម្នាក់ក្នុងចំណោមជនរងគ្រោះ3នាក់ដែលត្រូវបានគេជួញដូរនៅទូទាំងពិភពលោកគឺជាកុមារភាគច្រើននៃកុមារទាំងអស់នោះត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទឬបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងនេះបើតាមរបាយការណ៍ដែលចេញដោយអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទសកម្មភាពជួញដូរកុមារបានកើនឡើង 5% ចាប់តាំងពីឆ្នាំ2010ជាមួយស្ត្រីនិងកុមារត្រូវបានបញ្ជាក់ថាមាន 70% នៃចំនួនជនរងគ្រោះសរុបទូទាំងពិភពលោកនេះបើតាមការបញ្ជាក់ពីរបាយការណ៍នៃការិយាល័យរបស់អង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មរបាយការណ៍ដដែលបានឲ្យដឹងទៀតថាតួលេខជាសកលនេះគ្រាន់តែជាភស្តុតាងមួយតូចប៉ុណ្ណោះហើយបញ្ហានីតិរដ្ឋភាពនៅតែជាបញ្ហាធ្ងន់ធ្ងរដដែលនៅក្នុងពិភពលោកនេះគ្មានកន្លែងណាមួយដែលបរិសុទ្ធស្ត្រីនិងកុមារអាចមានសុវត្ថិភាពពីការជួញដូរមនុស្សបានឡើយវាច្បាស់ណាស់ថាទំហំនៃទេសភាពសម័យទំនើបបច្ចុប្បន្ននេះកាន់តែអាក្រក់ឡើងនេះជាសម្ដីរបស់លោក Yuri Fedoto នាយកប្រតិបត្តិការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មគូបញ្ជាក់ដែរថាបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញទៀតថាស្ត្រីនិងក្មេងស្រីជារឿយៗត្រូវបានគេកេងចំណេញផ្លូវភេទហើយបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរដោយការបង្ខិតបង្ខំនេះប្រៀបដូចជាការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដូចនេះដែរពីឆ្នាំ2003ដល់ឆ្នាំ2006មានប្រហែល 20% នៃជនរងគ្រោះគឺជាកុមារនេះសូមបញ្ជាក់ឲ្យឃើញថាបញ្ហាបានកើនឡើងកម្រិតណានៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុនកុមាររងគ្រោះនៅក្នុងតំបន់អាហ្វ្រិកនិងមជ្ឈិមបូព៌ាមានចំនួន 60% ជាមួយចំនួនដែលច្រើននេះការដាក់ទោសចំពោះជនល្មើសដើម្បីប្រឆាំងសកម្មភាពជួញដូរនៅតែមានកម្រិតទាបដដែលដែលឡែកប្រហែល 15% នៃប្រទេស128គ្រប់គ្រងដោយរបាយការណ៍អង្គការសហប្រជាជាតិមិនបានកត់សម្គាល់ពីចំនួននៃការដាក់ទោសក្នុងប្រទេសនីមួយៗច្បាស់លាស់ឡើយដល់ហើយយើងមកចាប់អារម្មណ៍ពីព័ត៌មាននៅក្នុងសហរដ្ឋអាមេរិកវិញម្ដងគឺចៅក្រមសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចថាប៉ូលីសដែលបានបាញ់សម្លាប់ក្មេងជំទង់ជនជាតិស្បែកខ្មៅកាលពីខែសីហាឆ្នាំ2014កន្លងទៅនោះត្រូវបានសម្រេចអាចរួចផុតពីការចោទប្រកាន់ពីបទឃាតកម្មការសម្រេចនេះគឺបានធ្វើឡើងកាលពីថ្ងៃច័ន្ទក្រោយពីព្រះរាជអាជ្ញាបានរៀបចំឯកសារស្នើទៅចៅក្រមរាយការណ៍ព័ត៌មាននេះដោយលៀងធីតាតុលាការអាមេរិកត្រូវបានគេស្គាល់ថាជាតុលាការមួយដ៏ធំតាំងនៅសហរដ្ឋអាមេរិកហើយក៏ជាតុលាការកាត់ទោសទៅលើសំណុំរឿងដោយជោគជ័យអស់ជាច្រើនករណីមកហើយដែលឡែកក្នុងរឿងការសម្លាប់ក្មេងជំទង់ស្បែកខ្មៅជាបញ្ហាស្មុគស្មាញដែលអាចចាត់ទុកថាជាបញ្ហាក្តៅកគុកនៅក្នុងសង្គមផងដែរនៅក្នុងអង្គហេតុនេះគឺប៉ូលីសអាមេរិកបានបាញ់សម្លាប់ក្មេងជំទង់ស្បែកខ្មៅជាជនជាតិអាមេរិកកាលពីថ្ងៃទី9ខែសីហាខណៈដែលក្មេងនេះទៅប្លន់នៅក្នុងហាងមួយកន្លែងមូលហេតុដែលប៉ូលីសអាមេរិកលោក Darren Wilson សម្រាប់ចិត្តបាញ់គឺដោយសារតែក្មេងនោះបានដណ្ដើមកាំភ្លើងក្នុងដៃរបស់ប៉ូលីសក្នុងគោលបំណងបាញ់សម្លាប់ប៉ូលីសអង្គហេតុខាងលើនេះសពបញ្ជាក់ឲ្យឃើញថាប៉ូលីសគ្មានទោសអ្វីនោះឡើយគ្មានទោសនោះគឺត្រង់ថាប៉ូលីសគ្មានបំណងបាញ់ទៅលើក្មេងប្រុសនោះឡើយប៉ុន្តែដោយសារតែការពីខ្លួនទើបប៉ូលីសសម្រេចចិត្តបាញ់សម្លាប់ក្មេងនោះនេះបើតាមរបាយការណ៍របស់ព្រះរាជអាជ្ញាបានដាក់ជូនទៅចៅក្រមជំនុំជម្រះរបាយការណ៍នោះបានបន្ថែមទៀតថាក្នុងន័យច្បាប់ព្រហ្មទណ្ឌអាមេរិកបានឲ្យដឹងថាជនណាដែលបានសម្លាប់មនុស្សក្នុងករណីដែលការពីខ្លួនជននោះមិនត្រូវមានទោសឡើយការបញ្ជូនរបាយការណ៍នេះក៏បានទៅដល់ដៃចៅក្រមហើយចៅក្រមក៏បានសម្រេចតែម្ដងថាលោក Darren Wilson ដែលជាប៉ូលីសបាញ់ក្មេងប្រុសជំទង់ស្បែកខ្មៅគឺអាចជាផុតពីការចោទប្រកាន់ទាំងឡាយព្រោះបើតាមបង្ហាត់ជាក់ស្ដែងនិងយោងទៅតាមច្បាប់អាមេរិកលោក Wilson មិនមានទោសអ្វីនោះទេដល់ឡែកពួកក្រុមបាតកោជនជាតិអាមេរិកប្រតិកម្មយ៉ាងខ្លាំងទៅនឹងតុលាការសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចថាប៉ូលីសដែលបាញ់សម្លាប់ក្មេងប្រុសជំទង់នោះបានរួចផុតពីការចោទប្រកាន់បាតកោបានចោទតុលាការថាកាត់ទោសគ្មានយុត្តិធម៌នៅឡើយហើយបានចោទចៅក្រមទៀតថាការកាត់ទោសនេះគឺកាន់បកពួកនិងប្រកាន់ពុទ្ធសាសន៍ទៀតផងដូច្នេះក្នុងនាមជាប្រជាជនជនជាតិអាមេរិកគឺមិនសុខចិត្តនោះទេការថ្លែងបែបនេះក្នុងអំឡុងពេលស្រែកតវ៉ាបន្ទាប់ពីតុលាការសម្រេចជាលទ្ធផលការស្រែកតវ៉ាមិនសុខចិត្តដដែលបានធ្វើឲ្យមានការផ្ទុះអំពើហិង្សាសារជាថ្មីបង្កដោយពួកបាតកោបានគប់ដុំថ្មនិងដបទឹកសុទ្ធទៅលើប៉ូលីសខណៈពេលតុលាការបានបញ្ចប់សំណុំរឿងមួយនេះក្នុងហេតុការណ៍នេះដែរប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើវងបាតកោដើម្បីបង្ក្រាបកុបកម្មដែលកើតឡើង
តើនៅក្នុងរឿងសំណុំរឿងមួយនេះអាចនឹងបញ្ចប់ឬយ៉ាងណាបើសិនជាពួកបាតកោនៅតែទាមទារឲ្យលោក Darren Wilson ដែលជាអ្នកបាញ់ក្មេងប្រុសជនជាតិស្បែកខ្មៅឲ្យជាប់ពីបទអំពើឃាតកម្មនោះសូមបញ្ជាក់ថាសំណុំរឿងដែលកើតឡើងតាំងពីថ្ងៃទី9ខែសីហាឆ្នាំ2014បង្កដោយប៉ូលីសលោក Darren Wilson បានសម្លាប់ក្មេងប្រុសជំទង់ស្បែកខ្មៅអាយុ18ឆ្នាំឈ្មោះ Michael Brown បានធ្វើឲ្យល្បីរន្ទឺពាសពេញនៅទូទាំងប្រទេសនិងអន្តរជាតិហើយវាក៏ជារឿងដ៏ស្មុគស្មាញនិងក្តៅសាច់មួយផងដែរកម្មវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នកខ្ញុំផ្ដល់ព័ត៌មានលឿនរហ័សនិងច្បាស់លាស់ជូនលោកអ្នកយ៉ាងពិតប្រាកដមិនត្រឹមតែព័ត៌មានការកម្សាន្តអប់រំនិងចំណេះដឹងថ្មីៗត្រូវបានផ្សាយជូនជារៀងរាល់ថ្ងៃអ្វីដែលពិសេសទៅទៀតនោះខ្ញុំជាជើងឯកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្មទៅអតិថិជនរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពវិទ្យុ VO FM ជាដៃគូផ្ដល់ព័ត៌មានកម្សាន្តនិងដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកទំនាក់ទំនងផ្សាយតាមរយៈលេខ077 60 85 88 016 37 71 71បាទអរគុណលោកអ្នកនាងនៅតែបន្តបោកស្ដាប់ជាមួយនឹងកម្មវិធីព័ត៌មានរបស់វិទ្យុ VO FM បាទកម្មវិធីផ្សាយបន្តនោះគឺជានីតិហេតុការណ៍សំខាន់ដែលហេតុការណ៍សំខាន់នៅថ្ងៃនេះគឺឆេងសូរិយានឹងជួបសម្ភាសជាមួយនឹងលោកមេងសាធិរាដែលជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៅក្នុងក្រសួងរាយនឹងធម្មពលតើតើជាមួយនឹងទូនាទីក៏ដូចជាផែនការផ្សេងៗក្នុងការលុបបំបាត់ក៏ដូចជាទប់ស្កាត់អំពើពុករលួយនៅក្នុងស្ថាប័នក្រសួងរាយនឹងធម្មពលបន្ទាប់មកទៀតនោះគឺជានីតិស្វែងយល់ពីច្បាប់រៀបចំឡើងដោយខួនសុភ័ក្រស្ដីអំពីការយល់ឃើញរបស់សង្គមស៊ីវិលទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់គោលច្បល់ថ្មីបន្ទាប់មកទៀតគឺជានីតិបទយកាដែលបទយកានេះថ្ងៃនេះយើងនឹងចាក់ផ្សាយឡើងវិញនៅប្រធានបទដែលស្ដីអំពីក្រមយុវជនចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតក្លឹបយុវជនដែលរៀបចំឡើងដោយរៀមចម្រើនហើយមុននឹងបិទបញ្ចប់កម្មវិធីព័ត៌មានសម្រាប់ថ្ងៃនេះខ្ញុំបាទនឹងសង្ខេបព័ត៌មានសំខាន់ៗឡើងវិញលោកអ្នកកំពុងស្ដាប់ការផ្សាយវិទ្យុខ្មែរអន្តរជាតិ VO FM ហេតុការណ៍សំខាន់កាលពីពេលថ្មីនេះក្រសួងរាយនឹងធម្មពលបានបង្កើតក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយក្នុងក្រុមការងារនោះគឺមានសមាជិកចំនួន5នាក់ដែលនៅក្នុងនោះគឺមានលោកមេងសាធិរាជាប្រធានក្រុមជាការកត់សម្គាល់កាលពីពេលថ្មីនេះមិនថាតែក្រសួងរាយនឹងធម្មពលនោះទេដែលបង្កើតក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយក៏មានក្រសួងសំខាន់ជាច្រើនទៀតក៏បានបង្កើតនៅក្រុមការងារនេះដើម្បីទប់ស្កាត់ក៏ដូចជាប្រឆាំងនឹងអំពើពុករលួយផងដែរតាក្រសួងរាយនឹងធម្មពលជាពិសេសគឺក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយមានផែនការយ៉ាងដូចម្តេចខ្លះដើម្បីទប់ស្កាត់និងកម្ចាត់អំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួនហើយថាតើក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយនេះមានតួនាទីសំខាន់អ្វីខ្លះដើម្បីលម្អិតព័ត៌មាននេះឲ្យកាន់តែច្បាស់សូមលោកនាងស្ដាប់កិច្ចសម្ភាសន៍រវាងឆេងសូរិយាជាមួយនឹងលោកមេងសាធិរាប្រធានក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយនៅក្នុងស្ថាប័នក្រសួងរាយនឹងធម្មពលជម្រាបសួរលោកមេងសាធិរាចា៎ជម្រាបសួរចាលោកមេងសាធិរាកាលពីពេលថ្មីនេះក្រសួងរាយនឹងធម្មពលបានបង្កើតក្រុមការងារជនបង្គោលប្រឆាំងទៅនឹងអំពើពុករលួយក្នុងក្រុមការងារនោះបើនេះខ្ញុំចាំមិនខុសទេគឺមានសមាជិក5នាក់ហើយលោកមេងសាធិរាផ្ទាល់គឺជាប្រធានក្រុមជាសំណួរដំបូងរបស់នេះខ្ញុំតើក្រុមការងារជនបង្គោលប្រឆាំងអំពើពុករលួយមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងការកម្ចាត់និងទប់ស្កាត់អំពើពុករលួយនោះចា៎ក្រុមការងារហ្នឹងមានតួនាទីភារកិច្ចសំខាន់ដែលកំណត់ស្របទៅតាមច្បាប់ឆាំងអំពើពុករលួយចា៎ក្នុងហ្នឹងគឺតួនាទីទី1គឺធ្វើការសម្របសម្រួលសកម្មភាពការអនុវត្តផែនការវិធានការផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយហ្នឹងចា៎ជាមួយនឹងអាជ្ញាធរប្រឆាំងអំពើពុករលួយចា៎អាជ្ញាធរជាតិប្រឆាំងនឹងអំពើពុករលួយនៅក្នុងក្របខ័ណ្ឌនៃវិស័យទទួលខុសត្រូវរបស់ក្រសួងដែលត្រូវបានបង្កើតចា៎ទី2គឺសំខាន់ទី2ជំនាញទី2គឺធ្វើជាអ្នកដែលសម្របសម្រួលអ្នកដែលតាមដានក្រមរំលឹកដល់កាតព្វកិច្ចរបស់ដឹកនាំសំខាន់ដែលទទួលបានតួនាទីសិទ្ធិអំណាចសំខាន់នៅក្នុងជួររដ្ឋាភិបាលដែលក្នុងការប្រកាស
ប្រតិបត្តិការអីស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ខាងពើពុករលួយទី3គឺជាមានភារកិច្ចសំខាន់ទី3គឺទទួលនៅការលើកបណ្ដឹងតវ៉ាការបើកព័ត៌មានផ្សេងពាក់ព័ន្ធនឹងអំពើពុករលួយដែលកើតមានឡើងនៅក្នុងវិស័យទទួលខុសត្រូវរបស់ក្រសួងហើយធ្វើការស៊ើបអង្កេតពិនិត្យតាមដានបញ្ហាដែលមានការបណ្ដឹងតវ៉ាហ្នឹងដោះស្រាយអំពីបញ្ហាហ្នឹងហើយលើកជារបាយការណ៍រាយការណ៍ជូនទៅអង្គភាពប្រឆាំងពុករលួយហើយដឹកនាំរបស់ក្រសួងដើម្បីពិចារណាដោះស្រាយពីបញ្ហាអស់ហ្នឹងហ្នឹងគឺជាទូនាទីសំខាន់ក្រៅពីទូនាទីសម្របសម្រួលអីមួយចំនួនថែមទៀតពាក់ព័ន្ធនឹងការផ្សព្វផ្សាយការអប់រំនៅក្នុងក្រសួងការជំរុញឲ្យមានអភិបាលកិច្ចល្អអីផ្សេងៗមួយចំនួនថែមទៀតបើតាមព័ត៌មានដែលនេះខ្ញុំទទួលបានឃើញថាមិនថាតែក្រសួងរាយនឹងធម្មពលនោះទេដែលបានបង្កើតក្រុមការងារជនបង្គោលប្រឆាំងទៅនឹងអំពើពុករលួយនៅមានក្រសួងសំខាន់ជាច្រើនទៀតក៏បានបង្កើតក្រុមការងារនេះដើម្បីយកកម្ចាត់អំពើពុករលួយនិងទប់ស្កាត់អំពើពុករលួយផងដែរតាមការសង្កេតឃើញរបស់លោកមេងសធិរាផ្ទាល់តើអ្វីខ្លះដែលជាដើមចមដែលធ្វើឲ្យក្រសួងរាយនឹងធម្មពលនឹងកើតមានអំពើពុករលួយចាស់ពីព្រោះថាអំពើពុករលួយនេះមិនថាតែក្រសួងណាទេតែតែមានគ្រាន់ថាតិចនិងច្រើនសម្រាប់លោកគិតថាតើមានដើមចមណាដែលធ្វើឲ្យក្រសួងនឹងមានអំពើពុករលួយនោះចា៎អំពើពុករលួយកើតឡើងពីការធ្វើទំនាក់ទំនងគ្នាដើមចេញពីការធ្វើទំនាក់ទំនងគ្នាគេយើងមានទំនាក់ទំនងគ្នាបានយើងអាចប្រគល់អំពើពុករលួយមិនអាចកើតឡើងតែមួយខាងទេតែម្នាក់ទេវាត្រូវមានអ្នកដែលត្រូវការសេវាហើយនិងអ្នកដែលដល់ហើយនៅពេលដែលអ្នកទាំងពីរមានទំនាក់ទំនងគ្នាវាអាចនឹងបង្កើតឱកាសឲ្យមានអំពើពុករលួយកើតឡើងហើយចា៎អញ្ចឹងរាល់ពេលដែលប្រតិបត្តិការទាំងឡាយណាដែលមានរបៀបជាការទំនាក់ទំនងរវាងអ្នកដែលផ្ដល់សេវានិងអ្នកទទួលសេវានេះគឺអាចមានឱកាសនឹងបង្កើតឲ្យមានការជាឱកាសអំពើពុករលួយនេះកើតឡើងចា៎អញ្ចឹងគ្រប់ក្រសួងសហព័ន្ធទាំងអស់ដែលមានភារកិច្ចតាក់ទងមានទូនាទីមានអាណត្តិការងារដែលតាក់ទងនឹងការផ្ដល់សេវាទំនាក់ទំនងធ្វើសេវាជាមួយនឹងសាធារណជនឬក៏ធុរជនផ្សេងៗហ្នឹងគឺត្រូវប្រយ័ត្នប្រយែងមែនទែនក្នុងការត្រួតពិនិត្យលើការអនុវត្តនៅច្បាប់ទម្លាប់ផ្សេងៗពាក់ព័ន្ធនឹងការផ្ដល់សេវានេះឯងដើម្បីជៀសឲ្យបាននៅការបង្កើតឱកាសដែលអាចឲ្យអ្នកដែលខលខូចមួយចំនួនហ្នឹងគាត់ជាឱកាសយកអំណាចមុខងាររបស់គាត់ហ្នឹងទៅប្រព្រឹត្តខុសនឹងច្បាប់បង្កើតឲ្យមានអំពើពុករលួយកើតឡើងទេចា៎ជាសំណួរចុងក្រោយរបស់នាងខ្ញុំតែម្ដងតើក្រសួងរាយនឹងធម្មពលជាពិសេសគឺក្រុមការងារជនបង្គោលប្រឆាំងទៅនឹងអំពើពុករលួយមានផែនការយ៉ាងដូចម្តេចខ្លះដើម្បីទប់ស្កាត់ក៏ដូចជាកម្ចាត់អំពើពុករលួយមិនថាទៅតាមតំបន់ឬក៏នៅក្នុងស្ថាប័ននោះចា៎ច្រើនប៉ុន្តែបើនិយាយពីផែនការសកម្មភាពច្រើនប៉ុន្តែខ្ញុំនិយាយពីក្របខ័ណ្ឌយុទ្ធសាស្ត្រវិញក្របខ័ណ្ឌយុទ្ធសាស្ត្រយើងអាចសរុបជាទិសដៅយុទ្ធសាស្ត្រខ្លីៗមួយចំនួនការដែលអនុវត្តដើម្បីធ្វើម៉េចឲ្យបើសិនជាយើងមិនអាចកម្ចាត់ទាំងស្រុងបើយើងព្យាយាមការពារទប់ស្កាត់និងកាត់បន្ថយឱកាសសម្រាប់ការប្រព្រឹត្តអំពើពុករលួយនឹងឲ្យបានច្រើនបំផុតហ្នឹងជាក្របខ័ណ្ឌយុទ្ធសាស្ត្រហ្នឹងយើងផ្អែកលើកត្តា3ធំទី1គឺការរៀបចំនៅបទបញ្ជាខិតបទដ្ឋានគតិយុត្តបទបញ្ញត្តិច្បាប់ផ្សេងឲ្យមានភាពច្បាស់លាស់ហើយមានភាពជាក់ស្ដែងអនុវត្តជាក់ស្ដែងមានភាពប្រកបវិជ្ជាដើម្បីឲ្យសាធារណជនអ្នកដែលត្រូវច្បាប់ទៅអនុវត្តហ្នឹងគាត់ងាយយល់ងាយមានការយល់កណ្ដាលយើងទាំងអស់គ្នាងាយច្បាប់នឹងងាយយល់ទាំងអស់គ្នាវាងាយស្រួលក្នុងការដែលយើងអនុវត្តច្បាប់ហ្នឹងដែរហ្នឹងផ្នែកខាងច្បាប់ទី2ផ្នែកខាងអភិបាលកិច្ចប្រព័ន្ធអភិបាលកិច្ចត្រូវរៀបចំបង្កើតឡើងដែលប្រព័ន្ធហ្នឹងមានការគេហៅ check and balance ខ្ញុំដឹងថាត្រូវហៅខ្មែរថាម៉េចជាប្រព័ន្ធដែលមានការតាមដានត្រួតពិនិត្យបន្តបន្ទាប់ពីលើគ្នាដើម្បីធានាថាអ្នកដែលមានទូនាទីមានអំណាចអ្នកដែលត្រូវបានប្រគល់សិទ្ធិអំណាចឲ្យអនុវត្តច្បាប់ឲ្យដល់សេវាអីហ្នឹងសម្រាប់ចិត្តនៅដល់សេវាហ្នឹងគាត់មានការទទួលខុសត្រូវដោយមានអ្នកមួយទៀត
គាត់មិនមែនធ្វើដោយជាផ្សេងណាទេមានម្នាក់ទៀតហ្នឹងគាត់យន្តការមួយទៀតហ្នឹងគាត់អ្នកគឺពិនិត្យពីលើទៀតហើយយន្តការហ្នឹងត្រូវឯករាជ្យពីអ្នកដែលធ្វើការអនុវត្តច្បាប់អីព័ន្ធអញ្ចឹងអាហ្នឹងគឺពាក់ព័ន្ធទៅនឹងយន្តការនៃអភិបាលកិច្ចហើយយន្តការទី3របស់យើងគឺពាក់ព័ន្ធនឹងការអប់រំហើយនឹងការបើកទូលាយនៅកន្លងភាពនៃបណ្ដាញព័ត៌មានដើម្បីឲ្យមានការចូលរួមពីមហាជនពីអង្គការសង្គមស៊ីវិលពីបណ្ដាញព័ត៌មានពីហោហើយនឹងខាងវិយោសម្ភារខ្ញុំអីចឹងណាដើម្បីឲ្យទាំងខាងមហាជនទាំងបណ្ដាញព័ត៌មានអង្គការសង្គមស៊ីវិលហ្នឹងទាំងអស់គ្នាហ្នឹងចូលរួមជួយពិនិត្យតាមដានជួយធ្វើជាកញ្ចក់សង្គមដើម្បីឆ្លុះបញ្ចាំងពីប្រព័ន្ធប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធអភិបាលកិច្ចពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រកំណែតម្រង់អំពីការប្រឆាំងពាក់ព័ន្ធនឹងការប្រឆាំងទៅពុករលួយនេះហើយផ្ដល់ជាព័ត៌មានបន្ថែមឬក៏មតិជួយកែលម្អជួយផ្ដល់ជាគំនិតអីបន្ថែមដើម្បីយើងអនុវត្តបន្ថែមចាសសូមអរគុណលោកមេងសធិរាដែលបានចំណាយពេលវេលាក៏ដូចជាចូលរួមផ្ដល់កិច្ចសម្ភាសន៍ដល់វិទ្យុវិយោនៅក្នុងនេតិហេតុការណ៍សំខាន់នាថ្ងៃនេះចាសប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមបញ្ជាក់ផងដែរថាលោកមេងសធិរាគឺជាប្រធានក្រុមការងារជនបង្គោលប្រឆាំងទៅនឹងអំពើពុករលួយរបស់ក្រសួងរាយនិងធម្មពលចាសសូមអរគុណលោកមេងសធិរានិងសូមជម្រាបលាចាសអរគុណច្រើនបាទបើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំបញ្យល់ឲ្យអ្នកយល់ខ្ញុំគឺវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM នីតិស្វែងយល់ពីច្បាប់សម្រាប់នីតិស្វែងយល់ពីច្បាប់នៅថ្ងៃនេះខួនសុភ័ក្របានជួបសម្ភាសជាមួយនឹងលោកយ៉ងគឹមអេងប្រធានអង្គការប្រជាពលរដ្ឋដើម្បីសន្តិភាពនិងអភិវឌ្ឍទាក់ទងជាមួយនឹងការបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងច្បាប់កោជបថ្មីពីសំណាក់ក្រុមការងារគណបកប្រជាជនកម្ពុជានិងគណបកសង្គ្រោះជាតិដើម្បីលម្អិតអំពីការយល់ឃើញរបស់សង្គមស៊ីវិលទាក់ទងជាមួយនឹងសេចក្តីព្រាងច្បាប់នេះបាទជាបន្តសូមលោកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅជម្រាបសួរលោកយ៉ងគឹមអេងបាទជម្រាបសួរខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ថាលោកយ៉ងគឹមអេងគឺជាប្រធានអង្គការប្រជាពលរដ្ឋដើម្បីសន្តិភាពនិងអភិវឌ្ឍលោកយ៉ងគឹមអេងកាលពីថ្ងៃម្សិលមិញគឺក្រុមការងារគណបកប្រជាជនកម្ពុជានិងគណបកសង្គ្រោះជាតិបានបញ្ចប់នៅការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់កោជបថ្មីហើយប៉ុន្តែក្រុមការងារគណបកទាំងពីរនៅមិនទាន់ឯកភាពគ្នាទៅលើបញ្ហាសញ្ជាតិទៅលើបញ្ហាចុះខ្សែរហិតនៃថ្នាក់ដឹកនាំគណបកនយោបាយរបៀបរបបនៃការបំពេញការងារនិងការកំណត់នៃការបង្កើតកោជបជាដើមសម្រាប់លោកតើលោកវិតម្លៃយ៉ាងណាក្រោយពេលដែលគណបកទាំងពីរបានបញ្ចប់នៅការពិភាក្សាលើសេចក្តីព្រាងច្បាប់កោជបថ្មីនេះបាទបាទខ្ញុំថាកិច្ចការដែលគណៈបកទាំងពីរព្រមព្រៀងថាធ្វើការជាមួយគ្នាដាក់ជាការបដិញ្ញាចិត្តក្នុងការកែតម្រង់កោជបនេះវាមានសារៈសំខាន់ហើយក៏ធ្វើឲ្យមានការរួមជាតិមួយដែរកុំឲ្យគេរកម្មចិត្តដោយសារតែបញ្ហាកោជបហ្នឹងណាបាទហើយដូច្នេះហើយខ្ញុំគិតថារឿងសំខាន់ផុតការដែលបញ្ចុះសម្រុងគ្នានេះក៏គួរតែរៀបរាប់មធ្យោបាយប្រសើរណាមួយដើម្បីដោះស្រាយទំនួលទម្លាយភាពជាចូលច្រកហើយម្យ៉ាងវិញទៀតដូចជាបញ្ហាសញ្ជាតិបញ្ហាអីហ្នឹងសញ្ជាតិមួយសញ្ជាតិពីរហ្នឹងអាហ្នឹងគឺមិនគួរយកគំរូតាមភូមិមានដាក់កម្រិតទៅលើអង្គសន្តិភាពទេបាទហ្នឹងមិនគួរយកបញ្ហានោះជាឧបសគ្គទេមិនដឹងថាលើកបញ្ហានោះបានប្រយោជន៍ទេបាទហើយម្យ៉ាងវិញទៀតក៏វាដល់ដំណាក់កាលនេះវាសឹងហួសសម័យហើយសម្រាប់តំណែងកោជបបាទហើយខ្ញុំថាគួរថាអ្វីដែលមិនគួរលើកមិនគួរចាំបាច់លើកទេបាទហើយគួរតែនាំគ្នាគិតអំពីយុទ្ធសាស្ត្រសំខាន់ឬក៏គំនិតសំខាន់មួយចំនួនធ្វើម៉េចដើម្បីឲ្យកោជបនឹងអភិក្រិតធ្វើឲ្យកោជបនឹងគឺមានតម្លាភាពហើយមានគណនេយ្យភាពអានឹងគឺជាចំណុចផ្ដោតដែលគួរតែយកចិត្តទុកដាក់បានខ្លាំងបាទតែគិតអបញ្ហាដែលសញ្ជាតិមួយសញ្ជាតិពីរហ្នឹងមានភូមិមានអីគេធ្លាប់គិតដើម្បីរៀបអង្គសន្តិភាពឲ្យយើងឃើញអញ្ចឹងគេថាយើងវានេះណាថាដែលនយោបាយរបស់យើងនោះវាជានយោបាយមិនមែនជានយោបាយដើម្បីរុញអ្នកដែលស្ថានភាពឲ្យវាដើរទៅមុខបានល្អប្រសើរវាទៅជាស្ថានភាពមួយដែលធ្វើឲ្យយើងគាត់តែជាការបង្កឧបសគ្គកុំឲ្យបញ្ហានោះវាចេញរួចតែប៉ុណ្ណឹងខ្ញុំថាគួរតែមានការពិចារណាចំពោះបញ្ហាហ្នឹងហើយការព្រមព្រៀងខាងនយោបាយក៏មានច្បាស់លាស់រួចរាល់អស់ហើយគួរតែលោកអ្នកធ្វើអានឹង
ដោះស្រាយឆាប់ទៅកុំឲ្យវារពើងដោយសារតែបញ្ហាកោជបហ្នឹងបាទបើគណៈបកទាំងពីរយើងថាទេខ្លួនឯងសុទ្ធតែចង់បានតែឯករាជ្យហើយខ្លួនឯងសុទ្ធតែទទួលបានសិលឹកឆ្នោតអំពីការបោះឆ្នោតដោយបរិសុទ្ធដោយត្រឹមត្រូវរឿងឲ្យខ្លាចរៀបចំស្ថាប័នមួយឯករាជ្យបាទអញ្ចឹងឲ្យមានការរកមនុស្សដែលអាចទៅធ្វើកិច្ចការនឹងដោយមតិសិទ្ធិដោយសុចរិតដោយត្រឹមត្រូវទៅនេះហើយជាអាចកាត់បន្ថយបញ្ហាវិវាទនឹងបានច្រើនបាទលោកយកកំឯងតើពេលដែលគណៈបកក្រុមការងារគណៈបកទាំងពីរបានជួបពិភាក្សាគ្នាទាក់ទងទៅនឹងសេចក្តីព្រាងនៃការរៀបចំការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបនឹងតើសេចក្តីព្រាងទាំងនោះគណៈបកទាំងពីរបានចែកជូនទៅដល់សង្គមស៊ីវិលដែរទេបាទយើងអត់ទាន់បានទទួលពីសេចក្តីព្រាងនោះថាយ៉ាងណានៅឡើយទេបាទผมដល់ពេលនេះតើគេបាននៅពិជ័យឬក៏គេបានព្រៀងដល់កម្រិតណានោះគឺយើងមិនចូលបានទទួលជាផ្លូវការទេបាទសង្គមស៊ីវិលនោះបាទប៉ុន្តែសង្គមស៊ីវិលចង់ពិនិត្យមើលសេចក្តីព្រាងច្បាប់នឹងដែរទេបាទជាច្បាស់ណាស់បាទយើងពិតជាចង់ឃើញសេចក្តីព្រាងច្បាប់នោះហើយយើងពិតជាចង់ចូលរួមផ្ដោតជាបន្តទៅលើសេចក្តីព្រាងច្បាប់នោះធ្វើម៉េចឲ្យវាជាសេចក្តីព្រាងច្បាប់មួយដែលអាចធានាបាននូវភាពសេរីយុត្តិធម៌នៃការបោះឆ្នោតបាទតែនឹងធ្វើឲ្យការបោះឆ្នោតមួយមានគុណភាពអាចកាត់បន្ថយទំនាស់បានបាទលោកចង់កំឯងតើលោកមានភាពជឿជាក់ទេនៅពេលដែលក្រុមការងារគណៈបកទាំងពីរបានបញ្ចប់នៅការពិភាក្សាក៏ដូចជាបានបញ្ចប់នៅការរៀបចំសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយបង្កើតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីដែលមានសមាជិកថ្មីជាដើមលោកគិតថាបន្ទាប់ពីបង្កើតហើយតើនឹងការបោះឆ្នោតលើកក្រោយអាចនឹងមានបញ្ហាទៀតដែរទេបាទឲ្យមានការជឿជាក់ខ្ញុំដូចមិនទាន់មានការជឿជាក់អីប្រហែលទេគាត់ថាគាត់យើងគាត់ថាឃើញថាយើងមានការសាទរមកកម្រិតដែលគណៈបញ្ញបាយទាំងពីរនេះចេះមកអង្គុយជជែកគ្នាដើម្បីដោះស្រាយបញ្ហាបាទក៏ប៉ុន្តែរឿងដែលថាតើឲ្យយើងជឿជាក់ប៉ុណ្ណាអានោះទោះថាចំណុចសំខាន់អានោះចំណុចសំខាន់មួយចំនួនត្រូវបានដោះស្រាយចាប់សពគ្រប់ដោយគណៈបកទាំងពីរហើយដាក់នៅក្នុងសេចក្តីព្រាងដើម្បីបញ្ជូនទៅសភាអានឹងបានយើងអាចជឿជាក់បានថាគណៈបកទាំងពីរហ្នឹងអាចនឹងមានឆន្ទៈពិតប្រាកដចំពោះការធ្វើកិច្ចការនោះបាទអញ្ចឹងអរគុណច្រើនលោកយកកំឯងបាទអរគុណបាទជាលាលោកអ្នកទៅបានស្ដាប់នាទីស្វែងយល់ពីច្បាប់ស្ដីអំពីការយល់ឃើញរបស់សង្គមស៊ីវិលទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់កោជបថ្មីព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ចនិងសង្គមមានផ្សាយជូនរៀងរាល់ថ្ងៃនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7ពេលថ្ងៃចាប់ពីម៉ោង12ដល់ម៉ោង1រសៀលពេលល្ងាចចាប់ពីម៉ោង6ដល់ម៉ោង7យប់វិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានឈានមុខបទយកការជាការពិតណាស់ដើម្បីអភិវឌ្ឍសហគមន៍មួយឲ្យបានប្រសើរយុវជនពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមយ៉ាងណាមិញយុវជននិងកុមារមួយក្រុមដែលស្ថិតនៅក្នុងស្រុកសម្បូរខេត្តក្រចេះបានប្រមូលផ្ដុំគ្នាបង្កើតជាក្លឹបយុវជនមួយក្នុងការចូលរួមការងារសហគមន៍ដើម្បីអភិវឌ្ឍភូមិឃុំនិងអប់រំដល់យុវជនដូចគ្នាចង់ដឹងយុវជនមួយក្រុមនេះបានចូលរួមចំណែកអ្វីខ្លះនៅក្នុងតំបន់របស់ពួកគេបើជាបន្តសូមលោកនាងស្ដាប់បទចការរៀបចំឡើងដោយរៀមចម្រើនកុមារនិងយុវជនអាចធ្វើឲ្យសង្គមមានការចាប់អារម្មណ៍យ៉ាងណាមិញការផ្តល់ឱកាសឲ្យកុមារនិងយុវជនបញ្ចេញសកម្មភាពនៅក្នុងសង្គមជាកត្តាមួយដែលធ្វើឲ្យពួកគេបានអភិវឌ្ឍសហគមន៍របស់ពួកគេបើយើងក្រឡេកទៅមើលប៉ែកឯកសារនៃប្រទេសកម្ពុជាក្នុងខេត្តក្រចេះស្រុកសម្បូរយើងនឹងបានឃើញក្រុមយុវជនមួយក្រុមដែលមានទាំងកុមារផងនោះបានចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេចូលរួមការងារសង្គមដោយបង្កើតជាក្លឹបយុវជនការចាប់បង្រៀនកុមារក៏ដូចជាបង្កើតជាបណ្ណាល័យចល័តដើម្បីលើកកម្ពស់ការអានដល់កុមារនិងប្រជាពលរដ្ឋនៅក្នុងភូមិនេះជាការលើកឡើងរបស់យុវជនដនសំណាងប្រធានក្លឹបយុវជនសម្បូរក៏មួយតែងតែមានយុវជនច្រើនមែនទែនហើយយុវជនក៏ជាសសរទ្រូងក៏ដូចជាឆ្អឹងខ្នងនៃប្រទេសជាតិបើសិនជាសង្គមមិនយកចិត្តទុកដាក់ចំពោះពួកគាត់អញ្ចឹងធ្វើឲ្យសង្គមហ្នឹងមានកាន់តែជួបប្រទះនៅភាពក្រីក្រថែមទៅទៀតបាទបទពិសោធន៍ក៏ដូចជាសកម្មភាពរបស់ពួកខ្ញុំគឺមានការចុះបង្រៀនកុមារដែលរៀនទៅដូចថាអត់ទាន់គេអញ្ចឹងពួកខ្ញុំបានបំពន់ខាងហ្នឹងដែរ
សិភៅជាច្រើនត្រូវបានយុវជនក្នុងក្លឹបយុវជនដាក់នៅក្នុងសក្តានុហើយរើសយកទីតាំងមួយដើម្បីក្លាយជាកន្លែងបណ្ណាល័យចល័តគួរបញ្ជាក់ថាទីតាំងដែលក្លឹបយុវជនជ្រើសរើសនោះគឺជាតំបន់មួយដែលប្រជាជនមិនសូវមានឱកាសក្នុងការអានក៏ដូចជាសិក្សាដែលពេលខ្លះវាមានចម្ងាយប្រវែងជាង10គីឡូម៉ែត្រពីកន្លែងរបស់ពួកគេហើយបើនិយាយពីមធ្យោបាយធ្វើដំណើរវិញយុវជនមួយក្រុមនេះគឺធ្វើដំណើរតាមរយៈកង់អ្នកនាងសេរីសែនជាបណ្ណារក្សមួយបានប្រាប់ឲ្យដឹងថាសិភៅដែលក្លឹបយុវជនយកទៅគឺតម្រូវតាមគ្រប់វ័យហ្នឹងក្នុងថ្ងៃអាទិត្យហ្នឹងគេមកខ្ចីសិភៅពីបណ្ណាល័យហ្នឹងយកទៅចល័តតាមសហគមន៍អញ្ចឹងសិភៅដែលគេយកទៅហ្នឹងវាមានរឿងនិទានប្រឡោមលោកមានកតិកម្មមានប្រវត្តិសាស្ត្រសិភៅទូទៅភាគច្រើនសិភៅទូទៅព្រោះអីពេលចុះទៅដល់សហគមន៍ហ្នឹងមិនមែនតែក្មេងទេអញ្ចឹងវាមានទាំងចាស់មានទាំងក្មេងអញ្ចឹងសិភៅដែលគាត់យកទៅហ្នឹងគាត់តម្រូវទៅតាមវ័យទាំងអស់ទោះបីជាការងារស្ម័គ្រចិត្តប៉ុន្តែយុវជនចូលរួមក្នុងក្លឹបយុវជនមានចំនួនច្រើនគូបញ្ជាក់ថាជារៀងរាល់មួយខែម្ដងក្លឹបយុវជនតែងតែចូលរួមប្រជុំជាមួយនឹងមេឃុំក៏ដូចជាមន្ត្រីនៅក្នុងសហគមន៍របស់ពួកគេដើម្បីលើកពីបញ្ហានិងតម្រូវការរបស់យុវជននៅក្នុងសហគមន៍សកម្មភាពរបស់ក្លឹបយុវជនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេឃុំនៅក្នុងស្រុកសម្បូរលោកជុំសវនមេឃុំស្រុកសម្បូរបានមានប្រសាសន៍ឲ្យដឹងថាសកម្មភាពទាំងនេះបានធ្វើឲ្យយុវជននៅក្នុងសហគមន៍មិនបានប្រព្រឹត្តនៅទង្វើមិនល្អតាំងពីបង្កើតក្លឹបយូរឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់សំខាន់ទី1នោះយុវជនប្រមូលផ្ដុំសិក្សាបាននៅចំណុចល្អអញ្ចឹងអត់មានរាយប៉ាយហើយទៅខ្សែគប់នៅមជ្ឈដ្ឋានមិនល្អហើយយុវជននេះវាជាហៅថាក្របពូជមួយទៀតបាននឹងជួយអប់រំផ្សព្វផ្សាយថាមិត្តអប់រំមិត្តបានថែមទៀតក្នុងយុវជនម្នាក់គេបានយល់ដឹងហើយទៅអប់រំមិត្តបានក្រៅពីសកម្មភាពជួយសហគមន៍យុវជនដងសំណាងក៏បានប្រាប់ឲ្យដឹងដែរថាក្លឹបយុវជនក៏មានសកម្មភាពផ្សេងៗទៀតដូចជាការកែច្នៃវត្ថុអនុស្សាវរីយ៍ជាដើមដើម្បីយកថវិកានេះមកផ្គត់ផ្គង់ក្លឹបយុវជនបទពិសោធន៍ក៏ដូចជាសកម្មភាពរបស់ពួកខ្ញុំគឺមានការកែច្នៃវត្ថុអនុស្សាវរីយ៍សកម្មភាពការរបស់ពួកខ្ញុំដែលបានធ្វើទាំងអស់ហ្នឹងពួកខ្ញុំធ្វើហ្នឹងក្នុងគោលបំណងដើម្បីទាញយកថវិកាមួយចំនួនដើម្បីប្រោសទ្រង់ក្លឹបជាការពិតណាស់ដើម្បីអភិវឌ្ឍសហគមន៍មួយឲ្យបានប្រសើរយុវជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអ្វីកាន់តែពិសេសនោះមានតែកុមារនិងយុវជនទេដែលយល់ច្បាស់ពីចិត្តកុមារនិងយុវជនដូចគ្នាយ៉ាងណាមិញភាពសប្បាយរីករាយរបស់យុវជនក្នុងការចូលរួមការងារស្ម័គ្រចិត្តបែបនេះបានបង្រៀនដល់កុមារនិងយុវជនឲ្យចេះពីរបៀបធ្វើការខណៈដែលឪពុកម្ដាយនិងអាណាព្យាបាលមួយចំនួនគិតថាវាគឺជារឿងឥតប្រយោជន៍លោកអ្នកទស្សនាបានស្ដាប់នីតិបទយការៀបចំឡើងដោយរៀមចម្រើនស្ដីអំពីក្រុមយុវជនចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតក្លឹបយុវជនព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM វត្តមានរបស់ខ្ញុំដើម្បីមនុស្សគ្រប់គ្នាខ្ញុំតែងមានវត្តមានក្នុងសកម្មភាពមនុស្សធម៌ខ្ញុំគឺទឹកពិសាគុណភាពអូរ៉ាល់អូរ៉ាល់គឺជាទឹកពិសាដែលមានគុណភាពអូរ៉ាល់គឺជាជម្រើសដ៏ប្រសើរដើម្បីសុខភាពនិងអារម្មណ៍ស្រស់ថ្លារីករាយជាមួយអូរ៉ាល់គ្រប់វ័យគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌អរគុណលោកអ្នកនាងនៅតែបន្តបើកស្ដាប់ជាមួយនឹងកម្មវិធីព័ត៌មានរបស់វិទ្យុ VO FM ដោយសារតែពេលវេលានៃកម្មវិធីព័ត៌មានរបស់វិទ្យុ VO បានឈានមកដល់ទីបញ្ចប់អរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកនាងខណៈពេលនេះខ្ញុំបាទសាវវិសាលដែលជាអ្នកដឹកនាំនៃកម្មវិធីព័ត៌មានរួមជាមួយនឹងសហការីសូមអរគុណនិងសូមជម្រាបលាកម្មវិធីព័ត៌មានឧបត្ថម្ភដោយពីម៉ងអូតនិមិត្តសញ្ញាបញ្ជាក់ពីគុណភាពពិសាទឹកបរិសុទ្ធអូរ៉ាល់រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នក